6 វិធីនេះធានាថាកូនរបស់បងប្អូនអ្នកគ្នានឹងខិតខំប្រឹងប្រែងរៀនដោយខ្លួនឯងបើសូមជំរាបសួរបងប្រុសបងស្រីលោកពូមីងយាយតាទាំងអស់បាទជាពិសេសអាណាព្យាបាលសិស្សទាំងអស់ដែលបងប្អូនអ្នកគ្នាកំពុងតែមានផលលំបាកនៅក្នុងការជួយជំរុញជួយអូសតេងឬក៏តាមឃ្លាំមើលតាមគៀងរហូតដើម្បីឲ្យកូនបានរៀនការធ្វើបែបនេះគឺធ្វើឲ្យបងប្អូនអ្នកគ្នាហត់អញ្ចឹងទេនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីវិធី6យ៉ាងដើម្បីឲ្យបងប្អូនអ្នកគ្នាយកទៅអនុវត្តកាលណាបងប្អូនអនុវត្តរួចកូនចៅរបស់បងប្អូននឹងខិតខំប្រឹងប្រែងនៅខ្លួនឯងដោយបងប្អូនមិនបាច់ខំប្រឹងទៅតាមគៀងតាមមើលតាមជំរុញរហូតនោះទេទី1គឺការកំណត់ក្តីសម័យក្នុងនាមបងប្អូនដែលជាអាណាព្យាបាលនិងជាពុកម្ដាយបងប្អូនត្រូវគ្នាត្រូវតែនាំកូនដើម្បីឲ្យពួកគាត់ធ្វើការសម្រេចឬក៏កំណត់នៅក្តីសម័យរបស់ពួកគាត់ថាពួកគាត់ទៅអនាគតពួកគាត់ចង់ធ្វើអីឧទាហរណ៍ថាពួកគាត់ចង់ធ្វើជាគ្រូបង្រៀនគាត់ធ្វើជាគ្រូពេទ្យគាត់ចង់ធ្វើជាវិស្វករគាត់ចង់ធ្វើជាអ្នកជំនួញឬក៏ជាមេធាវីជាដើមអញ្ចឹងបងប្អូនអ្នកគ្នានាំឲ្យគាត់សម្រេចកំណត់នៅក្តីសម័យរបស់គាត់ហើយបងប្អូនអ្នកគ្នានឹងមិនពិបាកឯងពីពួកអីកាលណាដែលគាត់កំណត់ក្តីសម័យរបស់គាត់ហើយគាត់នឹងខិតខំប្រឹងប្រែងដើម្បីឲ្យគាត់សម្រេចនៅគោលបំណងរបស់គាត់ហើយអញ្ចឹងបងប្អូនអ្នកគ្នាមិនចាំបាច់នឹងហត់បាទនឹងហត់ទៅតាមគៀងតាមមើលតាមជំរុញតាមអស់ទាញទេយើងគ្រាន់តែរំលឹកនិងបញ្ជាក់ពួកគាត់ថាអ្វីដែលជាក្តីសម័យរបស់គាត់ទី2គឺការបង្ហាញផ្លូវបងប្អូនអ្នកគ្នាត្រូវតែបង្ហាញផ្លូវឲ្យគាត់ឧទាហរណ៍គាត់ចង់ធ្វើជាគ្រូបង្រៀនតើគាត់ត្រូវធ្វើអីខ្លះគាត់ត្រូវរៀនបែបណាខ្លះគាត់ត្រូវរៀនស្អីខ្លះដើម្បីទៅសម្រេចនៅគោលបំណងរបស់គាត់បាទខ្ញុំលើកឧទាហរណ៍ថាឥឡូវបើសិនបើគាត់ចង់ធ្វើជាគ្រូបង្រៀនបាទអញ្ចឹងគាត់ធ្វើជាគ្រូបង្រៀនអ្វីដែលគាត់ត្រូវធ្វើគឺទី1គាត់ត្រូវផ្ដោតថាដើម្បីខ្លាចធ្វើជាគ្រូបង្រៀនបានគឺគាត់ជំហានទី1គឺគាត់ត្រូវតែមានសញ្ញាបត្របាក់ឌុបសិនបាទត្រូវប្រឡងបាក់ឌុបឲ្យជាប់អញ្ចឹងទៅគាត់ទៅប្រឡងគ្រូបានបាទអញ្ចឹងជំហានទី1គឺបាក់ឌុបយកបានអញ្ចឹងដើម្បីយកបាក់ឌុបបានតើកូនត្រូវធ្វើម៉េចដើម្បីយកបានមិនមែនយើងចេះតែទៅរៀនលំឬមួយក៏ចេះតែទៅឲ្យផុតតែពីផ្ទះมันផ្ដោតទៅលើគោលដៅទេអញ្ចឹងកាលណាដែលគាត់ចង់ធ្វើជាគ្រូគាត់ចង់ហើយគឺគាត់ត្រូវទៅសម្រេចរបស់គាត់ហើយអញ្ចឹងវាថាឥឡូវជំហានទី1គឺឲ្យគាត់នឹងថាបើសិនជាគាត់ចង់ធ្វើជាគ្រូបរិញ្ញាគឺទី1គាត់ត្រូវយកបាក់ឌុបបានសិនហ្នឹងហើយទី2គាត់គិតថាបើសិនបើគាត់ចង់ធ្វើគ្រូគាត់ត្រូវផ្ដោតទៅលើមុខវិជ្ជាណាដែលគាត់ចង់ធ្វើជាគ្រូបរិញ្ញាអីសិនជាគាត់ចង់ធ្វើជាគ្រូខាងវិទ្យាសាស្ត្របើសិនជាគាត់ចង់ធ្វើជាគ្រូខាងវិទ្យាសាស្ត្រមានថាគាត់ត្រូវរៀនឲ្យបកកែផ្នែកខាងគណិតបាទផ្នែកខាងរូបផ្នែកខាងគីមីខាងជីវៈនិងផែនដីអីចឹងទៅបាទប្រសិនបើគាត់ចង់ធ្វើជាគ្រូខ្មែរបាទគ្រូកម្រិតមូលដ្ឋានអីចឹងទៅណាបាទអញ្ចឹងគាត់ត្រូវទៅរៀនទៅលើមុខវិជ្ជាខ្លះគាត់ត្រូវរៀនទៅលើមុខវិជ្ជាភាសាខ្មែរមានគណិតមានវិទ្យាសាស្ត្រមានប្រវត្តិមានអង់គ្លេសជាដើមអញ្ចឹងទៅអញ្ចឹងមានថាយើងបង្ហាញថាប្រសិនបើគាត់ចង់ក្លាយជាគ្រូបង្រៀនគឺគាត់ត្រូវមានខ្លះទី1នឹងជាក់ឡើងទី1ថាគាត់ត្រូវមានបាក់ឌុបសិនបាទបន្ទាប់បាក់ឌុបគាត់ត្រូវផ្ដោតទៅលើមុខវិជ្ជាណាគ្រូឯកទេសអីដែលគាត់ចង់ទៅបរៀនបាទខ្ញុំលើកទីហោថាបើសិនគាត់ចង់ធ្វើជាគ្រូឯកទេសខ្មែរគាត់ត្រូវផ្ដោតទៅលើមុខវិជ្ជាខ្មែរហ្នឹងឲ្យបានច្រើនបាទបន្ទាប់ពីនៅក្នុងការរៀនបាក់ឌុបហ្នឹងបាក់ឌុបប្រកាសជាគាត់ខិតខំមកជាប់ហើយប៉ុន្តែមុខវិជ្ជាខ្មែរគឺជាមុខវិជ្ជាសំខាន់សម្រាប់គាត់បើសិនបើគាត់ចង់ធ្វើជាគ្រូឯកទេសភាសាខ្មែរប៉ុន្តែមួយទៀតប្រសិនបើគាត់ចង់ក្លាយជាគ្រូវិទ្យាសាស្ត្រដូចជាលោកគ្រូឯកទេសរូបវិទ្យាគីមីជីវៈផែនដីឬមួយក៏មុខវិជ្ជាវិទ្យាសាស្ត្រផ្សេងៗទៀតបាទអញ្ចឹងគាត់ត្រូវផ្ដោតទៅលើអីគេគាត់ត្រូវផ្ដោតទៅលើមុខវិជ្ជាថាគាត់ត្រូវបង្រៀនគាត់ត្រូវផ្ដោតការរៀនទៅលើមុខវិជ្ជាដូចជាគណិតរូបគីមីជីវៈនិងផែនដីពាក់ព័ន្ធនឹងមុខវិជ្ជាវិទ្យាសាស្ត្រឲ្យបានស្ទាត់ទៅគាត់អាចទៅប្រឡងទៅវាឬក៏គាត់ទៅប្រឡងឬក៏អីទៅវានឹងជាប់បាទវានឹងជាប់ទៅតាមអ្វីដែលជាចិត្តប៉របស់គាត់បាទទី3ការបង្កើតបរិយាកាសល្អនៅផ្ទះអញ្ចឹងបងប្អូនអ្នកគ្នាត្រូវតែគិតថា
ដើម្បីឲ្យកូនរៀនបានដូចខ្ញុំបានជជែកអញ្ចឹងវីដេអូមុនខ្ញុំបានធ្លាប់បានធ្វើរួចហើយបងប្អូនអរគ្នាអាចទៅមើលទៅថាធ្វើម៉េចអំពីការបង្កើតបរិយាកាសហ្នឹងហើយអញ្ចឹងនៅក្នុងនេះខ្ញុំcònរំលឹកថាដើម្បីបង្កើតទៅបរិយាកាសល្អបងប្អូនអរគ្នាត្រូវតែរៀបចំកន្លែងឲ្យកូននឹងបានរៀនឲ្យបានត្រឹមត្រូវដើម្បីថានៅពេលដែលឲ្យកូនរៀនគាត់គ្រាន់តែឃើញកន្លែងដែលគាត់ឃើញបន្ទប់ឃើញតុឃើញកៅអីគាត់ហ្នឹងគឺគាត់ចង់អង្គុយរៀនហ្មងបាទគាត់ចង់អង្គុយរៀនហ្មងយើងមិនបាច់ចាំទៅជំរុញគាត់ពេកទេបាទហ្នឹងយើងគ្រាន់តែជួយបន្ថែមបន្តិចបន្តួចទៅគឺគាត់អាចទៅបានហើយបាទហើយនឹងទី2បរិយាកាសនោះគឺផ្ដោតទៅលើគោលដៅដែលគាត់ត្រូវរៀនគឺមានផែនការត្រូវមានការវិភាគសម្រាប់ការរៀនអញ្ចឹងមានន័យថានេះគឺជាចំណុចសំខាន់មួយដែរប្រសិនបើគាត់ចេះតែរៀនមិនដឹងថារៀនស្អីរៀនមុខវិជ្ជាអីដើម្បីអីអាហ្នឹងមានន័យថាយើងមិនអាចឲ្យគាត់នឹងបានជោគជ័យទេអញ្ចឹងត្រូវតែមួយទៀតហ្នឹងគឺការធ្វើការវិភាគឲ្យគាត់នាំគាត់ធ្វើការវិភាគហើយក្នុងវីដេអូមុនខ្ញុំបានបង្ហាញថាតើធ្វើការវិភាគធ្វើវាម៉េចទី4គឺការលើកទឹកចិត្តបាទអញ្ចឹងការលើកទឹកចិត្តនេះគឺជាប្រការដែលសំខាន់ណាស់ហើយបងប្អូនអរគ្នាក្នុងនាមយើងជាអាណាព្យាបាលយើងត្រូវតែនឹងលើកទឹកចិត្តគាត់បាទយើងសរសើរគាត់នៅពេលដែលគាត់ធ្វើបានឧទាហរណ៍ថាគាត់រៀនបានចំណាត់ថ្នាក់លេខ1ឬក៏លេខ2អញ្ចឹងយើងសរសើរគាត់បាទកុំភ្លេចសរសើរគាត់ផងកុំឲ្យនៅពេលដែលគាត់បានទទួលលទ្ធផលយើងអត់ត្រេកអរនៅអ្វីដែលគាត់ទទួលបានអញ្ចឹងយើងគាត់ក៏មិនខិតខំប្រឹងប្រែងដែរទីមួយទៀតកុំបន្ទោសបង្អាប់គាត់បាទកុំបន្ទោសបង្អាប់គាត់ការលើកទឹកចិត្តនឹងណាកុំបន្ទោសបង្អាប់គាត់ឧទាហរណ៍ថាប្រសិនបើគាត់រៀនមិនបានលទ្ធផលល្អក៏ពិតមែនក៏ប៉ុន្តែនៅក្នុងមួយលើកនេះគាត់អាចមិនល្អប៉ុន្តែបើសិនបើយើងលើកទឹកចិត្តថាមិនអីទេកូនលទ្ធផលប៉ុណ្ណេះក៏យើងចាត់ទុកថានេះគឺជាជំហានដំបូងរបស់កូនទេអញ្ចឹងអាចថាជំហានបន្តទៀតកូននឹងខិតខំប្រឹងប្រែងទៅនឹងទទួលបានលទ្ធផលល្អហើយបាទអញ្ចឹងនេះជាការលើកទឹកចិត្តមួយដែរកុំឲ្យបង្អាប់គាត់កាលណាបង្អាប់គាត់បែរទៅជាអន់ចិត្តគាត់ខំដែរណាប៉ុន្តែគាត់ខំយកមិនបានបងអូនខ្លះគាត់សមត្ថភាពគាត់ពិតជាមិនមានដែនកំណត់គាត់មិនអាចទៅយកបានក៏ប៉ុន្តែការលើកទឹកចិត្តគាត់ដោយខមមិនបន្ទោសគាត់ដោយទៅជាលើកសរសើរឬមួយក៏លួងលោមគាត់ធ្វើឲ្យគាត់នឹងមានកម្លាំងចិត្តប្រឹងរៀនអាចនឹងរៀនប្រកែឡើងវិញបាទហើយមួយទៀតកុំប្រៀបធៀបកូនយើងនឹងជាមួយនឹងអ្នកដទៃថាកូនគេនេះរៀនប្រកែណាកូនគេនៅល្អចេះល្អចោះណាបាទអញ្ចឹងយើងកុំប្រៀបធៀបកាលណាប្រៀបធៀបធ្វើឲ្យកូននឹងមានអារម្មណ៍មិនល្អនៅក្នុងគាត់អាចមានគំនិតអាចមានវិបត្តិផ្លូវចិត្តអីចឹងទៅហើយនឹងមួយទៀតកុំបង្អាប់កូនថាកូននឹងអាក្រក់អញ្ចេះអាក្រក់ចោះមិនល្អអញ្ចេះមិនល្អចោះអានឹងយើងកុំធ្វើការបង្អាប់គាត់យើងត្រូវចេះលើកទឹកចិត្តនិងសរសើរគាត់ទៅណាបាទហើយនឹងមួយទៀតហ្នឹងគឺត្រូវជឿទឹកចិត្តទៅលើសមត្ថភាពគាត់ថាគាត់ពិតជាអាចធ្វើបានប៉ុន្តែយើងត្រូវបង្ហាញប្រាប់គាត់ថាប៉ាជឿជាក់ឬក៏ម៉ាក់ជឿជាក់ទៅលើសមត្ថភាពរបស់កូនថាកូនពិតជាអាចធ្វើបាននៅក្តីសម័យរបស់កូនដែលកូនអាចគិតថាកូនចង់សម័យខ្លាយជាគ្រូបង្រៀនចង់ធ្វើជាគ្រូបង្រៀនចង់ធ្វើជាពេទ្យអញ្ចឹងប៉ាម៉ាក់ពិតជាជឿទុកចិត្តទៅលើសមត្ថភាពរបស់កូនថាកូនពិតជាអាចធ្វើបានមួយទៀតនៅក្នុងការលើកទឹកចិត្តនឹងផងដែរបងប្អូនអរគ្នាអាចបាទជាការសន្យាអីជាដើមអញ្ចឹងទៅបាទសន្យាថាបើសិនបើកូនបាទជំរុញទឹកចិត្តគាត់ណាបើសិនបើកូនប្រឹងខិតខំប្រឹងប្រែងរៀនឲ្យបានចំណាត់ថ្នាក់ល្អឧទាហរណ៍ថាបានលេខ1លេខ2លេខ3ឬក៏មកប្រឡងជាប់អីចឹងទៅបាទប្រឡងជាប់បាក់ឌុបឬក៏ប្រឡងជាប់សញ្ញាបត្រអីចឹងទៅអញ្ចឹងយើងសន្យាយើងនឹងជូនអីគាត់អញ្ចឹងទៅដូចជាការជូនដើរលេងឬក៏ជាកាដូលើកទឹកចិត្តអីផ្សេងបាទហ្នឹងទៅតាមធនធាននិងតាមភាពជាក់ស្ដែងរបស់ស្ថានភាពគ្រួសាររៀងៗខ្លួនបាទអញ្ចឹងបងប្អូនអាចប្រើវិធីនឹងមួយដើម្បីជាការលើកទឹកចិត្តគាត់ឲ្យគាត់ខិតខំប្រឹងប្រែងបាទទី5គឺត្រូវធ្វើជាគំរូល្អដល់កូនអញ្ចឹងកូនគឺជាអ្នកដែលនៅមើលយើងគ្រប់ពេលអញ្ចឹងមានថាប្រសិនបើយើងធ្វើជាគំរូមិនល្អអញ្ចឹងកូនអាចធ្វើអ្វីដែលមិនល្អតាមយើងក៏ប៉ុន្តែប្រសិនបើយើងចង់ឲ្យកូនយើងជាកូនល្អចង់ឲ្យកូនយើងជាកូនដែលស្ដាប់បោះតាមដំបូន្មានចង់ខ្លាយឲ្យកូនយើងជាកូនទៅតាមគន្លងធម៌ចង់ឲ្យកូនយើងខែទៅជាកូនដែលខិតខំប្រឹងប្រែងរៀនបាទស្រឡាញ់ការរៀនសូត្រអញ្ចឹងក្នុងនាមយើងជាអាណាព្យាបាលត្រូវតែបង្ហាញនៅគំរូល្អដល់គាត់អ
chẳng thử bằng hai cầm rule on nâng mày bằng hai cầm rule on mê tha bong bóng nó kia ở tiền hà lấy dân chủng đôi con ở con công phần phải yên làm bây sầm lại câu đây các bạn thấy bong bóng nó kia mình ban bắt đầu từ lư cam thì bong bóng mình ban bằng hai tha ở quay đây ca thưa chia cùng rú đôi chia caประกันโกยจุ่มโฮบ่าการประกันโกยจุ่มโฮการทุกข้อตรึงบ่าการบางhaiปีการคัดคอมปรังปลายผมเป็นการเงียบบองโอนดำไปออยบองโอนออยโกนเคยฮะการคัดคอมปรังปลายบอกว่าบองโอนนั่นไงคือดำใบใจโกนบ่าดำใบโกนไอโกนนั่นเคยฮะปลาหมากบอกยอมกอดคอมปรังปลายเนี่ยจังกอดมันออยปลาหมากบอกยอมออกสังคมโดยซาแต่นี่ตีบ่าให้มือเตียนนั่นคือบางhaiทายยังคือชิมโนได้เมียนmiền biển này bà ca cột nở bầy lia biển này ấy chẳng tờ bà chẳng thằng từng bơ cột giang bỏ dương đầy những thứ cứ trâu cất ẩm pi pho bạc pho đòn cồn ti bờ môi trong cái cứ xạ cá nâng bằng cao hiệp sân nào nếu không chỉ nói đấy cứ trong sông bay chạy chụp phí hiệp xạ cá hai nâng hiệp bằng cao hiệp sân nào đấy cứ dùng chạy chụp phí cứ đi muối cứ phát ai từ lơ cồn chạy bỏ cồn bỏ giếng hay nâng thì pí là riêng chẳng miền tha và sân bờ bong của nó miền tha lỡ tí môi em lỡ thì họ ta cồn và cồn chẳng không dương chuyện nào chỉ báo miền tha bong của nó kia thở cả thiệp snao chỉ mỗi con và ai chỉ lên sao chỉ mỗi con khla và cầm oi dương tăng răng pe cho các này và cầm oi tăng răng pe lên sao chỉ mỗi con khla đầm bay cầm oi con tháng con miền sầm pi chỉ nói trong đấy cứ miền tha thở bằng cao thiệp snao chỉ mỗi con chỉ mỗi cồn chẳng lên sao chỉ mới cọt khá tới bà này dây lên ấy khá chỉ mới cọt chẳng tầng anh ấy tiếp sẵn sàng mới cọt hai tí pí dương ai đừng đạp cọt nửa vậy đã cọt miền pa nhà ha từ thà côn miền pa nhà ha vẽ con nâng bị bắt phơi chất rồi mới coi chủng ngữ ấy xem rồi mới coi miền pa nhà ha sau khi xem chẳng dương tới đạp cọt đài chẳng bởi dương một sẵn sàng một cọt tế dương mình tàu chất cọt tế chẳng cọt con nâng mình prap dương đài cọt ai mình hiện prap chẳng tầng chẳng đấy chỉ mùi cồn tí pí môi tiết cư chỉ môi xả điền ở các đồng niệm bong bồn ở kia chia làm chia bá ở trong sông này nôm thà bong bồn ở kia bọc ca để chăm bách nát cứ bong bồn ở kia trâu tái thưa ca nghe tầm đệ tầm đồng lo chỉ môi xả điền nâng miền nào miền cả nạn cầm cồn xả điền miền là cụ bật tục thế này và chẳng person ba là cụ bật tục thế này bong bồn ở kia miền tầm đệ tầm đồng lo mới quạt bong bồn tai để xua nôm bị sọc tục bỏ cồn quạt thà cồn quạt mà riêng ấy chẳng thế chẳng này hai cứ chỉ chùm nói mùi phong đá tha cốn nâng khơi tha ô bà mẹ bọc sống cọt bàn miền tây đồng lo chùm mùi nâng là cụ này cũ chẳng cọt ai nâng đăng pi sẽ cam phiền bọc cọt chẳng chồng chóng có cọt thử ta khất không phân thể hiện đây vì ra cọt giờ chính tục đã ai tham miền vậy tới oi tha ai miền cầm niệm khác hoặc phong đây bà mình tha cọt nâng màu phật tê chẳng chừng nói trong đấy cứ bậc cao tiếp sân chỉ mùi cốt hay nên bậc cao tiếp sân chỉ mùi lực của này cụ mùi xả riêng và thầu tài miền tầm nệ tầm nông chỉ mùi khnia xua nom thả cồn quạt năng châu riêng art và hay dòng mạch đai là qua cồn tràng bọc trong riêng dòng mạch đai anh đi hay cứ chỉ trong đội là bọc cồn ở khnia cụ yêu chất tục đại và xong mà thay nó có tận đó bọc cồn ở khnia là bàn tạm đàn mới video này tăng việt nam họ chọc xong group chun po bọc cồn ở khnia bàn chụp chay group hiện cảnh สมกุล